មនុស្សមានបុណ្យមកកើតនឹងមាន10លក្ខណៈពិសេសខុសប្លែកពីមនុស្សទូទៅតាមការជឿបែបពុទ្ធសាសនាមនុស្សយើងកើតមកហើយមានលក្ខណៈពិសេសវាមិនមែនជារឿងចៃដន្យតែជាបុណ្យបារមីដែលបានសន្សំមកតាំងពីជាតិមុនមនុស្សដែលចាប់កំណើតមកព្រមជាមួយនឹងបុណ្យច្រើននឹងមានលក្ខណៈពិសេសខុសពីមនុស្សទូទៅមានជាច្រើនផ្នែកអាចសង្កេតតាមព្រឹត្តិកម្មបុគ្គលិកលក្ខណៈនិងផ្លូវនៃការតម្រង់ជីវិតរបស់ពួកគេលក្ខណៈអស់នេះមិនបានបញ្ជាក់ថាកើតឡើងដោយសារហេងតែវាជាលទ្ធផលល្អដែលគេធ្លាប់បានសន្សំរួចមកហើយទី1មានចិត្តមេត្តាករុណាពីធម្មជាតិមនុស្សដែលមានបុណ្យមកកើតរមែងមានចិត្តទន់ភ្លន់មានក្តីមេត្តាដល់សពសត្វនិងមនុស្សដោយធម្មជាតិពួកគេមានបំណងប្រាថ្នាចង់ឲ្យអ្នកដទៃមានក្តីសុខគេមិនអាចនៅប្រងើយកន្តើយនៅពេលដែលឃើញមនុស្សជុំវិញមានក្តីទុក្ខក្តីមេត្តានេះមិនបានកើតឡើងដោយសារការស្ដីប្រដៅតែមួយមុខតែវាជាអ្វីដែលនៅក្នុងខ្លួនរបស់ពួកគេតាំងពីកើតវាប្រៀបដូចជាធម្មជាតិរបស់ពួកគេផ្ទាល់បុគ្គលអស់នេះរមែងមានការយល់ចិត្តយល់ថ្លើមខ្ពស់ពួកគេយល់ថាពួកគេមានក្តីទុក្ខជារបស់ខ្លួនឯងហើយក៏ព្យាយាមមិនកាត់ក្តីឬក៏វិភាគពីអ្នកណាដោយមិនមានការចាំបាច់តែពួកគេរើសក្នុងការផ្ដល់កម្លាំងចិត្តហើយនឹងជួយគាំទ្រដោយមិនជន់ថែមនៅពេលដែលឃើញមានមនុស្សលំបាកពួកគេនឹងជួយដោយមិនមានចិត្តរារែកទោះជាមិនបានទទួលផលតបស្នងក៏ដោយលក្ខណៈពិសេសមួយទៀតរបស់អ្នកដែលមានចិត្តមេត្តាករុណានោះគេមិនមានចិត្តច្រណែនឈ្នានេះអ្នកដទៃនៅពេលដែលគេឃើញអ្នកដទៃជោគជ័យពួកគេមានចិត្តត្រេកអរហើយនឹងជួយគាំទ្រព្រោះពួកគេយល់ថានៅលើលោកនេះមានភាពគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នាហើយក្តីសុខពិតប្រាកដមិនបានកើតឡើងដោយសារការយកឈ្នះអ្នកណាតែកើតចេញពីការជួយនិងចែករំលែកទី2មានបញ្ញាមុតស្រួចជាងមនុស្សទូទៅបុគ្គលដែលមានបុណ្យមកកើតរមែងមានបញ្ញាលើសលប់មិនមែនត្រឹមតែជាចំណេះដឹងផ្នែកផ្លូវលោកតែនៅបូករួមទាំងបញ្ញាផ្នែកធម្មៈនិងបញ្ញាក្នុងការប្រើជីវិតពួកគេមានសមត្ថភាពក្នុងការវិភាគជាប្រព័ន្ធហើយអាចមើលឃើញពីហេតុនិងផលនៃរបស់ផ្សេងៗបានយ៉ាងច្បាស់លាស់បញ្ញាពិតប្រាកដមិនបានសំដៅលើសមត្ថភាពនៃការទន្ទេញចាំឬធ្វើវិញ្ញាសាប្រឡងបានពិន្ទុខ្ពស់នោះទេតែជាសមត្ថភាពក្នុងការបែងចែកនៅអ្វីដែលត្រឹមត្រូវនិងការឆ្លោះឆ្លយគេអាចវិភាគហើយសម្រេចបានយ៉ាងមានហេតុផលហើយអាចដោះស្រាយបញ្ហាដែលស្មុគស្មាញបានដោយមិនរារែកមនុស្សអស់នេះរមែងមានការមើលស៊ីជម្រៅចំពោះជីវិតមិនលងជឿអ្វីងាយហើយរមែងមានការខ្នះខ្នែងក្នុងការសិក្សាអ្វីថ្មីគ្រប់ពេលវេលាចំណុចពិសេសមួយទៀតរបស់អ្នកដែលមានបញ្ញាខ្ពស់នោះគឺពួកគេរមែងមានសមត្ថភាពក្នុងការបង្រៀនឬអត្ថាធិប្បាយពីអ្វីផ្សេងឲ្យអ្នកដទៃយល់បានដោយងាយពួកគេមិនត្រឹមតែយល់ពីរឿងរ៉ាវផ្សេងដោយខ្លួនឯងតែគេនៅអាចចែករំលែកបន្តនៅចំណេះដឹងនោះឲ្យអ្នកដទៃបានយ៉ាងរបៀបជាប្រព័ន្ធហើយជាគុណសម្បត្តិដែលធ្វើឲ្យពួកគេក្លាយជាទីប្រឹក្សាឬក៏ជាមេដឹកនាំនៃផ្នែកការគិតនៅក្នុងក្រុមនៃសង្គមរបស់ខ្លួនទី3មានសញ្ជាតិញ្ញាណច្បាស់លាស់និងមើលអ្វីឃើញវែងឆ្ងាយអ្នកមានបុណ្យមកកើតរមែងមានញាណទី6ឬសញ្ជាតិញ្ញាណដែលច្បាស់លាស់ជាងមនុស្សទូទៅពួកគេអាចទទួលដឹងឮពីធម៌ពលដែលនៅជុំវិញហើយអាចយល់ពីស្ថានភាពផ្សេងបានយ៉ាងស៊ីជម្រៅដោយមិនចាំបាច់ពឹងលើសំណុំរឿងអ្វីច្រើនរឿងនេះធ្វើឲ្យពួកគេប៉ាន់ប្រមាណពីអនាគតបានល្អហើយអាចសម្រេចចិត្តបានយ៉ាងត្រឹមត្រូវទោះជាស្ថិតនៅក្នុងស្ថានភាពដែលរញ៉េរញ៉ៃសញ្ជាតិញ្ញាណដែលច្បាស់លាស់នេះកើតចេញពីចិត្តដែលស្ងប់ហើយថ្លាស្អាតមនុស្សមានបុណ្យរមែងហ្វឹកហាត់ចិត្តខ្លួនឯងមកតាំងពីអតីតជាតិធ្វើឲ្យគេមានសមត្ថភាពក្នុងការដឹងឮដែលមនុស្សទូទៅមើលមិនឃើញឬក៏ហេតុការណ៍អ្វីមួយយ៉ាងដែលកំពុងកើតឡើងលក្ខណៈនេះហើយដែលធ្វើឲ្យពួកគេការពារខ្លួនឯងពីគ្រោះថ្នាក់បានយ៉ាងល្អពួកគេរមែងមានប្រផ្នូលដាស់តឿនឲ្យប្រយ័ត្ននៅពេលដែលមានរឿងមិនល្អកើតឡើងហើយរមែងមានបញ្ញាក្នុងការរកច្រកចេញពីស្ថានភាពដែលលំបាកបានយ៉ាងឆ្លាតឆ្លៀសវៃក្រៅពីនេះពួកគេនៅយល់ពីទ្រង់ទ្រាយនៃហេតុការណ៍ក្នុងរយៈពេលវែងធ្វើឲ្យពួកគេអាចរៀបចំគម្រោងការនៃជីវិតបានយ៉ាងមានប្រសិទ្ធភាពទី4មានរាងកាយរឹងមាំហើយមិនងាយឈឺសុខភាពល្អរមែងជានិមិត្តសញ្ញាមួយរបស់អ្នកមានបុណ្យមកកើតពួកគេរមែងមានរាងកាយរឹងមាំមិនងាយឈឺហើយបើឈឺក៏មើលឆាប់ជានេះជាហេតុផលនៃកម្មល្អដែលធ្លាប់បានសន្សំមក
ដោយជាការមើលថែសុខភាពការមិនបៀតបៀនអ្នកដទៃហើយនឹងមានការប្រើជីវិតយ៉ាងមានតុល្យភាពការមានសុខភាពល្អមិនបានសំដៅលើតែការមានរាងកាយរឹងមាំតែមួយមុខនោះទេតែបូករួមទាំងការមានសុខភាពចិត្តដែលល្អផងមនុស្សដែលមានបុណ្យច្រើនរមែងមានចិត្តស្ងប់មិនងាយ stress ហើយរមែងគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អដែលជាហេតុហុចផលឲ្យប្រព័ន្ធក្នុងរាងកាយធ្វើការបានយ៉ាងមានប្រសិទ្ធភាពក្រៅពីនេះមនុស្សអស់នេះនៅមានចរិតមើលថែសុខភាពដូចជាការទទួលទានមានប្រយោជន៍ការហាត់ប្រាណយ៉ាងស័ក្តិសមនិងការប្រើជីវិតដែលមិនប្រឈមមុខជាមួយរោគរឿងនេះកើតឡើងដោយធម្មជាតិពួកគេមិនបានធ្វើដោយមានការបង្ខំប៉ុន្តែពួកគេមានសម្បញ្ញៈយល់ដឹងថាសុខភាពល្អគឺជារឿងសំខាន់ 5. មានមន្តស្នេហ៍និងស្រូបទាញមនុស្សម្នាដោយមិនបាច់ព្យាយាមមន្តស្នេហ៍របស់អ្នកមានបុណ្យមិនបានកើតចេញពីរូបរាងមុខមាត់តែម្យ៉ាងនោះទេតែកើតចេញពីធម៌ពលខាងក្នុងដែលជះចេញមកពួកគេរមែងជាមនុស្សជាទីស្រឡាញ់របស់មនុស្សជុំវិញហើយក៏បានទទួលនៅការគោរពរាប់អានដោយធម្មជាតិទោះជាមិនបានទាមទារចំណាប់អារម្មណ៍តែមនុស្សនៅជុំវិញរមែងចង់ចូលក្បែរហើយនិយាយជាមួយពួកគេធម៌ពលវិជ្ជមានដែលបញ្ជូនចេញទៅធ្វើឲ្យអ្នកដទៃមានការសប្បាយចិត្តនៅពេលដែលនៅក្បែរមនុស្សអស់នេះពួកគេរមែងមានស្នាមញញឹមដែលស្មោះត្រង់មានពាក្យសម្ដីទន់ភ្លន់ហើយមានអារម្មណ៍រីករាយធ្វើឲ្យបរិយាកាសជុំវិញពោពេញដោយក្តីសុខករណីមួយទៀតដែលធ្វើឲ្យពួកគេមានមន្តស្នេហ៍នោះគឺភាពស្មោះត្រង់ពួកគេមិនធ្វើពុតឬសាងរូបភាពអ្នកដែលជួបពួកគេក៏មានអារម្មណ៍ដឹងតែម្ដងថាពួកគេជាមនុស្សដែលទុកចិត្តបានហើយមានចេតនាល្អចំពោះអ្នកដទៃហើយវាគឺជាផលដែលធ្វើឲ្យពួកគេរមែងបានទទួលឱកាសល្អៗក្នុងជីវិតទី 6 មានការអត់ធ្មត់និងរឹងមាំផ្នែកផ្លូវចិត្តមនុស្សមានបុណ្យមកកើតរមែងមានចិត្តរឹងមាំមិនរារែចំពោះឧបសគ្គងាយពួកគេអាចជួបជាមួយបញ្ហាដូចមនុស្សទូទៅតែអ្វីដែលខុសប្លែកគឺពួកគេអាចអត់ធ្មត់ហើយក៏ឈានរំលងក្តីទុក្ខបានដោយមិននៅត្រឹមត្រែងមនុស្សអស់នេះរមែងមានចិត្តរឹងមាំមិនខឹងឬកើតទុក្ខងាយហើយក៏មានកម្លាំងចិត្តក្នុងការជួយឲ្យអ្នកដទៃឆ្លងផុតពីរឿងអាក្រក់ៗបានជានិច្ចទី 7 បានទទួលជោគជ័យក្នុងជីវិតដោយមិនបាច់ប្រឹងប្រែងខ្លាំងមនុស្សដែលកើតមកព្រមជាមួយនឹងបុណ្យរមែងមានជីវិតរលូនជាងអ្នកដទៃពួកគេមិនបាច់ព្យាយាមខ្លាំងស្មើនឹងមនុស្សទូទៅតែរមែងស្រូបយកឱកាសល្អៗឲ្យចូលមករកខ្លួនឯងបានជានិច្ចមិនថារឿងការងារលុយកាក់ឬទំនាក់ទំនងរឿងអស់នេះមិនមែនមានន័យថាពួកគេមិនបាច់ធ្វើការធ្ងន់សោះនោះទេតែគេក៏មានបុណ្យចាស់របស់គេដែលសន្សំមកតែធ្វើឲ្យគ្រប់យ៉ាងងាយស្រួលហើយមិនបាច់ស៊ូជីវិតច្រើនជ្រុលទី 8 មានចរិតចូលចិត្តធ្វើបុណ្យហើយជួយអ្នកដទៃដោយមិនសម្លឹងឃើញផលតបស្នងមនុស្សមានបុណ្យរមែងមានចិត្តសន្តោសប្រណីហើយមានអារម្មណ៍មានក្តីសុខនៅពេលបានជួយអ្នកដទៃទោះជាខ្លួនឯងមិនសូវមានទ្រព្យច្រើនក៏ដោយតែក៏នៅតែមានសន្តានចិត្តចែករំលែកជានិច្ចនេះដោយសារតែសម្បញ្ញៈរបស់ពួកគេដឹងថាការឲ្យវាជាអ្វីដែលសំខាន់ហើយជាផ្លូវមួយដែលរក្សាបុណ្យកុសលឲ្យតាំងនៅតទៅទៀត 9 មានសតិសម្បញ្ញៈហើយអាចឃុំគ្រងអារម្មណ៍បានល្អមនុស្សដែលមានបុណ្យមកកើតនឹងមិនបណ្ដោយឲ្យអារម្មណ៍នៅលើហេតុផលពួកគេរមែងមានសតិសម្បញ្ញៈហើយចេះត្រេះរិះមុនពេលសម្រេចចិត្តហើយក៏មិនឆេវឆាវទោះជាពួកគេស្ថិតនៅក្នុងស្ថានភាពតានតឹងប៉ុណ្ណាក៏ដោយគឺពួកគេអាចគ្រប់គ្រងផ្លូវចិត្តបានល្អព្រោះពួកគេបានហ្វឹកហាត់ផ្លូវចិត្តរួចមកហើយតាំងពីអតីតជាតិ 10 មានភាពស្ងប់សុខក្នុងផ្លូវចិត្តហើយស្វែងរកធម៌ចង់បញ្ចប់មនុស្សមានបុណ្យច្រើនរមែងស្រឡាញ់ភាពស្ងប់មិនជាប់ជំពាក់នឹងវត្ថុឬក្តីសុខផ្លូវលោកច្រើនកើតមកពួកគេរមែងស្វែងរកសច្ចធម៌នៃជីវិតហើយចាប់អារម្មណ៍ពីសិលសមាធិនិងបញ្ញាព្រោះសេជម្រៅទៅពួកគេដឹងថារឿងអស់នេះជាផ្លូវនៃក្តីសុខពិតប្រាកដតាមការរៀបរាប់ពី10លក្ខណៈរបស់អ្នកមានបុណ្យខ្ពស់មកកើតនៅក្នុងคลิปនេះយើងឃើញហើយថាបុណ្យដែលសន្សំតាំងពីជាតិមុនមានផលដល់ជីវិតជាច្រើនផ្នែកមិនថាផ្នែកផ្លូវចិត្តផ្នែកបញ្ញាសកម្មភាពការកើតមកព្រមជាមួយបុណ្យមិនមែនជារឿងនៃជោគជតាតែវាជាផលនៃការប្រព្រឹត្តល្អកាលពីអតីតហុចផលឲ្យបុគ្គលអស់នោះមានជីវិតរុងរឿងហើយពោពេញទៅដោយរឿងល្អលក្ខណៈផ្សេងដែលបានពោលមកនេះដូចជាមានចិត្តមេត្តាករុណាបញ្ញាមុតស្រួចសមត្ថភាពក្នុងការសំណឹងមើលអ្វីវែងឆ្ងាយឬក៏សូម្បីតែសុខភាពល្អ
សុទ្ធតែជាអ្វីដែលលោកអ្នកគួរសង្កេតពីមនុស្សដែលមានបុណ្យច្រើនហើយរឿងអស់នេះមិនបានកើតឡើងដោយសារជោគជតាជួយតែកើតចេញពីពួកគេបានធ្វើល្អកាលពីអតីតតែធ្វើឲ្យពួកគេមានថាមពលនៅក្នុងខ្លួនខុសប្លែកពីមនុស្សទូទៅទោះជាយ៉ាងណាក៏ដោយការមានបុណ្យមិនមែនបានន័យថាមនុស្សម្នាក់ហ្នឹងនឹងមិនមានបញ្ហាឬឧបសគ្គសោះនោះទេតែពួកគេមានសមត្ថភាពក្នុងការប្រឈមមុខជាមួយនឹងការលំបាកហើយឆ្លងផុតបានយ៉ាងស្ងប់ហើយរឹងមាំរឿងនេះជាការដាស់តឿនចិត្តឲ្យយើងដឹងថាដោយជាការសាងអំពើល្អនាពេលបច្ចុប្បន្នដោយជាការធ្វើទានរក្សាសិលហើយនឹងការហ្វឹកហាត់ចិត្តឲ្យបរិសុទ្ធចង់បញ្ចប់នេះចង់បញ្ជាក់ថាការដែលយើងកើតមកមានបុណ្យច្រើនឬតិចនោះមិនមែនជារឿងសំខាន់អ្វីដែលសំខាន់គឺការដំណើរជីវិតឲ្យល្អហើយសាងបុណ្យឲ្យបានច្រើនរៀងរាល់ថ្ងៃព្រោះចង់បញ្ចប់ការសាងអំពើល្អនាពេលបច្ចុប្បន្នគឺជាការសាងបុណ្យថ្មីដែលអាចនាំទៅកាន់ជីវិតដែលស្ងប់សុខហើយមានក្តីសុខពិតប្រាកដបានជានិច្ច